លោកប្រធានមន្ត្រីព័ត៌មានខេត្តស្ទឹងត្រែងណែនាំមន្ត្រីត្រូវតាមដានព័ត៌មានដើម្បីមានវិធានការទប់ស្កាត់ព័ត៌មានក្លែងក្លាយនាព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2025នៅមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងលោកសុនប៊ុនធឿនប្រធានមន្ទីរបានដឹកនាំប្រជុំប្រចាំការងារប្រចាំខែដែលមានការចូលរួមពីលោកស្រីអនុប្រធានការិយាល័យមន្ត្រីជាប់កិច្ចសន្យាលោកប្រធានមន្ទីរបានណែនាំឲ្យការិយាល័យនីមួយៗធ្វើផែនការឲ្យច្បាស់លាស់ក្នុងការអនុវត្តការងារនិងឲ្យមន្ត្រីនីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារជាពិសេសមន្ត្រីទទួលបន្ទុកព័ត៌មានបុគ្គលិកខាងវិទ្យុធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយឲ្យប្រជាពលរដ្ឋបានជ្រាបនៅរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយលោកប្រធានមន្ត្រីបានសង្កត់ធ្ងន់ថានៅឆ្នាំ2026យើងនឹងបំពាក់សម្ភារៈជាមធ្យោបាយផ្សព្វផ្សាយបន្ថែមទៀតឲ្យទាន់នៅសភាពការសកម្មភាពរបស់ថ្នាក់ដឹកនាំក៏ដូចជាការចុះយកព័ត៌មានឲ្យបានទាន់ពេលវេលាមន្ត្រីនៃមន្ទីរព័ត៌មានមិនថាមន្ត្រីក្នុងអង្គភាពឬមន្ត្រីចុះយកព័ត៌មានឬក្រមសាធារណមតិត្រូវតាមដានរាល់សកម្មភាពនៃព័ត៌មានមិនប្រក្រតីនិងធ្វើការរាយការណ៍ជាបន្ទាន់ដើម្បីធ្វើរបាយការណ៍ជូនក្រសួងឬថ្នាក់ដឹកនាំខេត្តមានវិធានការជាបន្ទាន់ជាពិសេសព័ត៌មានក្លែងក្លាយព័ត៌មានបំផោងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិមន្ទីរព័ត៌មានខេត្តគឺជាសេនាធិការរបស់រដ្ឋបាលខេត្តមានតួនាទីក្នុងការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ពហុវិស័យទាំងអស់និងប្រឆាំងដាច់ខាតនៅព័ត៌មានក្លែងក្លាយហើយដើរតួនាទីជាអង្គគាំទ្រក្នុងមុខងារផ្នែកទំនាក់ទំនងសាធារណៈដល់រដ្ឋបាលខេត្តនិងមន្ទីរជំនាញចំណុះខេត្តក្នុងការផ្សព្វផ្សាយពីគោលនយោបាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផលនិងការអភិវឌ្ឍនានាក្នុងខេត្តរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនិងសាធារណជនទូទៅដើម្បីឲ្យពួកគាត់បានជ្រាបយល់ដឹងឲ្យបានទូលំទូលាយជាមួយនឹងការផ្លាស់ប្ដូរការផ្សព្វផ្សាយព័ត៌មានទៅវិញទៅមកឲ្យបានឆាប់រហ័សតាមគ្រប់មធ្យោបាយដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវទាន់ពេលវេលានិងចូលរួមទប់ស្កាត់និងបង្ការព័ត៌មានមិនពិតដែលបង្កើតឡើងដោយក្រុមទុច្ចរិតក្នុងបំណងបំភ្លឺបំភាន់សាធារណមតិបំភ្លៃការពិតពីកម្ពុជា